ទស្សនិកជនទាំងឡាយជាទីមេត្រីនាបណ្ដាថ្ងៃនេះបកនឹងរដ្ឋរួមជាមួយប្រជាជនក្នុងទូទាំងប្រទេសកំពុងតែចាត់តាំងសកម្មភាពជាច្រើនដើម្បីអំណរអនុស្សាវរីយ៍គម្រប់51ឆ្នាំទីវាលរំដោះវៀតណាមភាគខាងត្បូងឯកភាពប្រទេសជាតិយើងខ្ញុំបានមកកាន់ឃុំផុងថាញ់ខេត្តវ៉ាន់ឡុងជាមូលដ្ឋានបដិវត្តយ៉ាងអង្អាចក្លាហានក្នុងបណ្ដាឆ្នាំតស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិក្នុងនោះតួនាទីរបស់កសិករបានរួមចំណែកយ៉ាងសកម្មក្នុងសមរភូមិមុខនិងសមរភូមិក្រោយផងដែរក្នុងនាទីបកក្នុងការរនៅផ្សាយប្រចាំសប្តាហ៍នេះអ្នកយកព័ត៌មានយើងខ្ញុំសូមលើកយកបទចការក្រុមចំណងជើងថាកសិករឃុំផុងថាញ់ដេញមកខាងកាន់កំភ្លើងដេញមកខាងកាន់នង្គលរួមចំណែកដណ្ដើមឯករាជ្យដោយមានខ្លឹមសារដូចតទៅក្នុងសម័យសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិឃុំផុងថាញ់ខេត្តវ៉ាន់ឡុងមានយុទ្ធជនប៉ូលីសចំនួន372គ្រួសារយុទ្ធជនពិការនិងយុទ្ធជនមានជំងឺចំនួន87គ្រួសារអ្នកជ្រាបជាតិពុលឌីអុកស៊ីនចំនួន23គ្រួសារបដិវត្តចាស់ព្រឹទ្ធាចារ្យចំនួន15គ្រួសារអ្នកម្ដាយវៀតណាមវីរភាពចំនួន73ម្ដាយសប្តាហ៍ថ្ងៃកំពុងរស់នៅម្នាក់និងគ្រួសារជួយទំនុកបំរុងបដិវត្តចំនួន238គ្រួសារដោយយោងតាមថ្នាក់ដឹកនាំបកភិកឃុំផុងថាញ់បានឲ្យដឹងថាគិតចាប់តាំងពីឃុំដំណើរការអនុវត្តសេចក្តីសម្រេចលេខ22ឆ្នាំ2013របស់នាយករដ្ឋមន្ត្រីដល់សប្តាហ៍ថ្ងៃនេះឃុំផុងថាញ់កសាងនិងជួសជុលផ្ទះឧបការគុណជូនគ្រួសារគោលនយោបាយបានសម្រេច 100% នៃផែនការសប្តាហ៍ថ្ងៃបណ្ដាគ្រួសារគោលនយោបាយក្នុងភូមិសាស្ត្រឃុំសុទ្ធតែមានជីវភាពធូរធារនិងក្រាន់បើគ្មានគ្រួសារគោលនយោបាយណាមួយនៅក្រីក្រទៀតឡើយក្នុងឱកាសនេះយើងខ្ញុំរួមដំណើរជាមួយថ្នាក់ដឹកនាំមូលដ្ឋានបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារអ្នកម្ដាយវៀតណាមវីរភាពថៃធីបិនអាយុ90ឆ្នាំនៅភូមិឫស្សីស្រុកឃុំផុងថាញ់លោកយាយបានប៉ាក់នឹងរដ្ឋប្រទានកិត្តិនាមអ្នកម្ដាយវៀតណាមវីរភាពជាគ្រួសារមានប្រវេណីបដិវត្តក្នុងគ្រួសារមានយុទ្ធជនប៉ូលីសដល់ទៅ5នាក់ទោះបីជាលោកយាយមានអាយុចាស់ជរាប៉ុន្តែលោកយាយនៅតែមានស្មារតីចងចាំជានិច្ចពីការតស៊ូដោយទុក្ខលំបាកវេទនាក្នុងសម័យនោះឆ្លងតាមការសន្ទនាជាមួយលោកមៀថៃសុនជាកូនបង្កើតរបស់អ្នកម្ដាយថៃធីបិនបានរៀបរាប់ថាកាលពីសម័យសង្គ្រាមប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិដោយស្មារតីស្រឡាញ់ជាតិមាតុភូមិនិងដោយឃើញនៅការធ្វើទុកទោសមនិញរបស់ខ្មាំងនៅឆ្នាំ1960ឪពុករបស់លោកមៀឈ្មោះថៃសេនបានចេញទៅធ្វើបដិវត្តដល់ឆ្នាំ1962ម្ដាយរបស់លោកមៀគឺលោកយាយថៃធីបិនក៏រត់គេចចេញពីភូមិស្រុកទៅចូលរួមបដិវត្តនៅឯភូមិភីរំសុកក៏នៅក្នុងឆ្នាំ1962ក្នុងការវាយប្រយុទ្ធជាមួយខ្មាំងឪពុករបស់លោកមៀក៏ត្រូវបលីជីវិតក្នុងសមរភូមិនាភូមិឫស្សីស្រុករីឯម្ដាយម្នាក់ឯងខំចិញ្ចឹមកូនតូចៗផងខំពលកម្មផងនិងជួយលាក់បំពួនកម្មាភិបាលបដិវត្តជាច្រើនរូបផងដែលប្រការសម័យសង្គ្រាមគឺថាដោយការជីចន់នឹងទន្ទ្រានមើលចន្ទរាហ្នឹងគឺថាគ្រួសារយើងខ្ញុំក៏បាននឹកឃើញការភ្ញាក់រលឹកដើម្បីតស៊ូហើយក៏ស្ម័គ្រចិត្តទាំងគ្រួសារចេញទៅកសាងធ្វើបដិវត្តនៅក្នុងពេលនោះគឺថាដូចជាភូមិផងភូមិយើងគឺថាក្រុមកម្មាភិបាលយើងគឺថាព្រោះផ្ទះតិចក៏បានទៅក្នុងរួមធ្វើប្រស្រ័យក្នុងក្រុមគ្រួសារនៃយើងខ្ញុំគឺថាខ្ញុំក៏ជួយទំនុកម្រងរបាយទឹកកម្មាភិបាលក្នុងឃុំផងភូមិយើងនឹងបានរួមបានចិញ្ចឹមបីបាច់បាយទឹកហូបចំណីក៏បានបងប្អូនប្រជាជនគេខំត្រខ្លះផងហើយគ្រួសារនៃយើងខ្ញុំនឹងក៏បានចិញ្ចឹមកម្មាភិបាលនោះជាច្រើនដែរនៅឆ្នាំ60ខ្ញុំប្រងគាត់បានចេញទៅធ្វើបដិវត្តគាត់ធ្វើនៅបដិវត្តคนพงพูนគាត់បានទទួលមរណភាពនៅឆ្នាំ62ហើយក្នុងនោះតាគ្រួសារយើងខ្ញុំត្រូវពួកខ្មាំងក៏ចេះតែធ្វើបាបហើយក៏បានកិច្ចក្រែពីពួកខ្មាំងក៏បានរត់ចេញពីភូមិស្រុកទៅនៅពឹងផ្អែកនៅបងប្អូននៅឯភីរមសុខហើយ
នៅពីរមសុកដោយបងប្អូននៅគេនឹកឃើញការកំសត់កំរងគេឲ្យកន្លែងដីសង់បតាននៅហើយដើម្បីច្រកកូនច្រកកូនហើយនឹងជាការចិញ្ចឹមកម្មាភិបាលនៅភូមិនៅស្រុកពីរមសុកគេចំណែកគេម្ដាយហ្នឹងគឺថាគាត់តូនគាត់ធ្វើនៅខាងបានគេផាន់ភូនៅប៉ិនសានភូមិដែរដល់ឆ្នាំ72ត្រូវខ្មាំងលំផតចាប់ពីយប់ដល់ក្នុងគាត់ថាតែមិនដឹងគឺថាមានកន្លែងក្បត់ជាតិនោះឡើងទៅដឹងកន្លែងដឹកនោះចូលចាប់ទៅឆ្នាំ72ចាប់នៅព្រំខ្វាំងទៅចាប់គុករហូតដល់ឆ្នាំ74ដល់រំដោះបាននៅឡើងទៅចាប់គុកក្នុងខេត្តទីយើងទោះបីជាគ្រួសារជួបការលំបាកយ៉ាងណាក៏ដោយប៉ុន្តែបណ្ដាសមាជិកក្នុងគ្រួសារនៅតែឈរជើងក្នុងសមរភូមិប្រយុទ្ធជាមួយខ្មាំងរហូតដល់ថ្ងៃទី30មេសាឆ្នាំ1975ដើម្បីរួមចំណែកដណ្ដើមយកសន្តិភាពជូនប្រជាជននិងមាតុភូមិជាទីស្នេហាឆ្នាំនោះប្រជាកសិករជាអ្នកមានតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមនិងជួយលាក់បំពួនកម្មាភិបាលបដិវត្តន៍ផងដែរnói chung là xã Phong Thạnh là xã ឃុំផុងថៃមានប្រពៃណីបដិវត្តន៍ក្នុងសម័យកាលសង្គ្រាមតស៊ូប្រឆាំងបារាំងនិងអាមេរិកដើម្បីសង្គ្រោះជាតិក្រុមពាក្យស្លោកដៃម្ខាងកាន់កំភ្លើងដៃម្ខាងកាន់នង្គ័លបងប្អូនកសិករឃុំផុងថៃបានចូលរួមយ៉ាងសកម្មក្នុងបបហេតុតស៊ូរំដោះជាតិអាស្រ័យដោយបកនិងរដ្ឋដឹកនាំចាប់តាំងពីថ្ងៃដំបូងនៃការតស៊ូរហូតដល់ថ្ងៃបង្រួបបង្រួមប្រទេសជាតិ30មេសាឆ្នាំ1975ក្រៅពីការចិញ្ចឹមលាក់បំពួនកម្មាភិបាលបងប្អូនកសិករឃុំផុងថៃនៅតែបន្តចូលរួមបង្កបង្កើនផលដើម្បីផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ចិញ្ចឹមកម្មាភិបាលយុទ្ធជនបដិវត្តន៍ឲ្យមានលក្ខណៈពីខ្មាំងសង្គ្រោះជាតិជាក់ស្ដែងដូចជាគ្រួសារលោកយាយថៃធីប៊ិនគឺជាអ្នកដែលបានចូលរួមតស៊ូផ្ទាល់ចិញ្ចឹមបីបាច់កម្មាភិបាលហើយប្តីនិងកូនរបស់គាត់គឺជាយុទ្ធជនប៉ូលីសក្រោយពេលរំដោះប្រទេសជាតិទទួលបានសន្តិភាពឡើងវិញលោកយាយនៅតែបន្តលើកទឹកចិត្តកូនចៅឲ្យចូលរួមការងារបដិវត្តន៍នៅមូលដ្ឋានជាបន្តទៀតចំពោះសគុណដ៏ថ្លៃថ្លានោះបកនឹងរដ្ឋយើងបានចងចាំជានិច្ចនៅគណោបការៈដ៏ធំធេងចំពោះកងទ័ពនិងប្រជាជនយើងដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីនាំមកឯករាជ្យនិងសិទ្ធិសេរីភាពជូនជាតិមាតុភូមិមកដល់សប្តាហ៍នេះឆ្នាំ2021គ្រួសារណាក់ផ្ដៃថៃធីប៊ិនបានទទួលផ្ទះសគុណបដិវត្តន៍មួយខ្នងក្រៅពីជូនផ្ទះសគុណបដិវត្តន៍គ្រួសារណាក់ផ្ដៃនៅតាំងបានផ្ដល់របបឧបត្ថម្ភជាច្រើនទៀតជាពិសេសជាងទៀតបានលោកប្រធានរដ្ឋប្រទានប័ណ្ណមាតុភូមិចាសគុណនិងឥសាសរយៈចុះឯករាជ្យលេខ3និងឥសាសរយៈចុះតស៊ូលេខ2ព្រមទាំងប័ណ្ណសរសើរជាច្រើនទៀតសង្គ្រាមបានកន្លងផុតទៅ51ឆ្នាំបកភិកនិងប្រជាជនឃុំផុងថៃបានរួបរวมសាមគ្គីស្ដារឡើងវិញនៅភូមិស្រុកជាទីស្នេហាដើម្បីលុបបំបាត់ស្រាក់ស្នាមសង្គ្រាមឆ្លងតាមប្រចាំនោះឃុំបានទទួលនៅការឧបត្ថម្ភពីកម្មវិធីជាច្រើននិងបណ្ដាគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គមគិច្ចក្នុងតំបន់ជនរួមជាតិដូចជាអគ្គិសនីទឹកស្អាតដំណាក់សុខាភិបាលសាលារៀនជាដើមបានកសាងឡើងជាបន្តបន្ទាប់ជាពិសេសកសាងផ្ទះសគុណបដិវត្តន៍តាមសេចក្តីសម្រេចលេខ22របស់នាយករដ្ឋមន្ត្រីជូនដល់គ្រួសារគោលនយោបាយសប្តាហ៍ថ្ងៃយើងជាកូនចៅទាំងអស់គ្នាដែលបានរស់នៅក្នុងដំបូលសុខសន្តិភាពអាស្រ័យដោយអំហោបកនឹងរដ្ឋបានដឹកនាំរួមជាមួយការបដូរបរិចបូជាសាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិនោះគឺយើងទាំងអស់គ្នាគប្បីដឹងគុណជានិច្ចចំពោះបព្វបុរសដែលបានពលីជីវិតគឺគប្បីរួបរวมគ្នាកសាងប្រទេសជាតិឲ្យកាន់តែរុងរឿងថ្កឹងថ្កានជាងទៀត